ក្មេងស្រីនោះទាត់កែងជើងរបស់នាងដោយមិនកំពុងគិតនាងលោតឡើងលើគ្រែភ្លាមហើយចាប់ផ្ដើមញ័រវីយ៉ាងខ្លាំងនាងធ្ងល់បន្តគោលបំណងទន់ភ្លន់និងអស្ចារ្យនាងគ្រាន់តែចង់ឲ្យយាយជឿថាពួកគេជាគូស្នេហ៍ពិតនាយកប្រតិបត្តិកំពុងមើលនាងការសម្ដែងដោយមានការស្អប់ខ្ពើមសុទ្ធសាធគាត់រអ៊ូតថាការសម្ដែងរបស់នាងគឺคล้ายពេកបន្ទាប់មកគាត់ជ្រើសរើសវិធីសាស្ត្រផ្ទាល់ខ្លួនរបស់គាត់ដោះស្រាយនាងឡើងលើគ្រែដោយរលូនរើចេញជីដូនីសម្លេងនោះក៏ញឹមហើយនិយាយថាទុកឲ្យពេញចិត្តប៉ុន្តែអ្នកទាំងពីរនៅលើគ្រែដកដង្ហើមលឿនពេកហើយក្មេងស្រីនោះខ្ទប់ថយក្រោយមុនគេនាងរុញគាត់ចេញជាមួយដៃទាំងពីរប៉ុន្មានថ្ងៃមុននេះនាងចាប់បានមិត្តប្រុសរបស់នាងក្បត់ហើយស្រីកំណានគឺជាអ្នកមានម្នាក់អាយុ6ឆ្នាំស្ត្រីនាងបានផឹកទឹកស្រូវសាលីតែម្នាក់ឯងនៅខាងក្រៅនៃទុកព្រួយចិត្តមិត្តល្អបំផុតរបស់អស្ថត្រូវបានហើយនិយាយថានាងមានបរិសសង្ហាម្នាក់ណែនាំបន្ទាប់មកនាយកប្រតិបត្តិភ្លាមនោះបានបង្ហាញខ្លួនក្មេងស្រីបានឃើញមុខដ៏ល្អឥតខ្ចោះរបស់គាត់ហើយសន្មតថាគាត់ជាអ្នកណាត់ជួបដោយងើតតងល់នាងអូគាត់ចូលទៅក្នុងបន្ទប់ភ្លាមដោយមិនសួរព្រឹកបន្ទាប់នាងភ្ញាក់ពីដំណេកវិលមុខដោយដឹងពីអ្វីដែលនាងបានធ្វើនាងបានរត់គេចខ្លួនភ្លាមត្រឡប់ទៅធ្វើការវិញនាងមិត្តល្អបំផុតបានត្អូញត្អែបរិសនោះរងចាំនាងពេញមួយយប់នោះហើយជាពេលដែលក្មេងស្រីនោះបានឈប់នាងបានជួបបរិសខុសហើយវាសនាលេងសើចពេលនាងតុបតែងមុខដោយសម្ងាត់នាងបានឃើញបរិសកាលពីយប់មិញតាចូលទៅក្នុងក្រុមហ៊ុនរបស់នាងគាត់គឺជានាយកប្រតិបត្តិដែលមានជាងគេបំផុតនៅក្នុងទីក្រុងចៅហ្វាយរបស់នាងចុះចេញពីតំណែងគង់ចុះយំសុំសេចក្តីមេត្តាករុណាអ្នកទាំងពីរគ្រួសារត្រូវរៀបការប៉ុន្តែកូនក្រមុំបានបង្កឲ្យមានគ្រោះថ្នាក់បុកហើយរត់គេចខ្លួននៅក្នុងចាក់ភពអង់គ្លេសអាពាហ៍ពិពាហ៍ត្រូវពន្យាពេលគូស្វាមីភរិយានេះអង្វរនាយកប្រតិបត្តិកុំដកខ្លួនចេញការវិនិយោគក្មេងស្រីដែលចូលមកនាយកប្រតិបត្តិឃើញនាងហើយសម្រេចចិត្តភ្លាមថាគាត់ចង់បានកូនក្រមុំថ្មីក្មេងស្រីនោះធ្វើពុតជាមិនដឹងគាត់ប៉ុន្តែនាយកប្រតិបត្តិបានអបដៃមួយនាងពីក្រោយគាត់ខ្សឹបប្រាប់ថានាងមកដល់ទាន់ពេលក្មេងស្រីនោះទម្លាក់ធ្វើសកម្មភាពហើយសុំទោសចំពោះយប់មិញប៉ុន្តែនាយកប្រតិបត្តិផ្ដល់ជូនកិច្ចព្រមព្រៀងភ្លាមនាងនឹងធ្វើជាគូដណ្ដឹងរៀបការជាមួយគាត់ដោយកិច្ចសន្យាមុនពេលនាងអាចឆ្លើយបានគាត់ទាញដោះចិញ្ចៀនមួយចេញហើយពាក់វានៅលើម្រាមដៃរបស់នាងគ្រាន់តែប៉ុណ្ណឹងពួកគេរៀបការហើយបន្ទាប់ពេលព្រឹកឡើងក្រុមគ្រួសារបុលបាននាំយកកូនសពតខ្លួនមកជូនជីដូនរបស់ពោចង់ជួបគាត់ខ្លាំងណាស់ចៅស្រីប្រសាស្រីហើយក្មេងស្រីនោះកំពុងនៅចិត្តដើម្បីបង្ហាញខ្លួនជាសាធារណៈក្នុងនាមជាភរិយារបស់នាយកប្រតិបត្តិពួកគេមកដល់ពិធីជប់លៀងជាមួយគ្នាភ្លាមខ្លាចជាគូស្នេហ៍ដ៏ល្អឥតខ្ចោះអ្នករាល់គ្នាម៉ាយើដែលពេលនោះជាជំនួយការបានប្រញាប់ប្រញាល់ចូលមកជាមួយដំណឹងអាក្រក់កិច្ចប្រជុំមិនទាន់ត្រូវការនាយកប្រតិបត្តិឥឡូវនេះនាយកប្រតិបត្តិចាក់ចេញបន្ទាប់ពីនិយាយលាហើយនៅពេលដែលគាត់បានចាក់ចេញហើយនាងត្រូវបានអតីតសង្សាររបស់នាងចាប់បានភ្លាមគាត់ឈរនៅទីនោះជាមួយស្គរអាយុ60ឆ្នាំរបស់គាត់ម៉ាក់អតីតសង្សារសាច់នឹងសម្លៀកបំពាក់របស់នាងរួចហើយវាបានជួលហើយប៉ុន្តែក្មេងស្រីនោះនៅតែស្ងប់ស្ងាត់ហើយបដិសេធថាមិនស្គាល់គាត់នាងនិយាយថាគាត់ប្រកាសជាស្គាល់ច្រឡំជាមួយអ្នកផ្សេងពេលណានាងព្យាយាមដើរចេញភ្លុកនាងគាត់អួតទៅកាន់ម៉ាក់ស្ករបស់គាត់ដោយហៅក្មេងស្រីនោះសាមញ្ញណាស់ប៉ុន្តែម៉ាក់ស្កក្រឡេកមើលគូចរបស់ក្មេងស្រីនោះមួយផ្លែខ្សែកនាងទទួលស្គាល់វាថាជាវត្ថុដេញថ្លៃតែមួយគត់អតីតគូស្នេហ៍ទូវាคล้ายគាត់ចាប់វាហើយហែកវាចេញដំណក់ទឹកបេះដូងរបស់ក្មេងស្រីដូចជាគូខ្យងខ្ចាត់ខ្ចាយពីពេញអែតនាងអន់ចោះដើម្បីទៅយកពួកវាឡើងប៉ុន្តែសៀវចាប់នាងដៃមួយវិនាទីគាត់ប្រែคล้ายទៅជាប្រពន្ធការពីអរិយគាត់ហៅជំនួយការរបស់គាត់លើកពីនេះជំនួយការទាមទារប្រាក់$30 លានក្នុងសំណងនាយកប្រតិបត្តិផ្ដល់ថ្ងៃផុតកំណត់ពេលថ្ងៃបើមិនដូច្នោះទេនឹងបាត់ទៅវិញពីទីក្រុងនេះជារៀងរហូតអតិថភ័យស្លន់ស្លោភ្លាមហើយលុតជង្គង់ស្គរម៉ាក់ក៏ប្រញាប់សុំទោសដែរមនុស្សគ្រប់គ្នាគិតថាក្មេងស្រីនឹងអត់ទោសគាត់ប៉ុន្តែក្មេងស្រីទាំងនោះនៅតែត្រជាក់នាងនិយាយថាប្រសិនបើគាត់មិនអាចបង់ប្រាក់ក្នុងរយៈពេល3ថ្ងៃទេគាត់អាចបង់ជាដំណាក់កាលសម្រាប់រយៈពេល30បន្ទាប់ឆ្នាំខបែកបាក់ទាំងស្រុងដូចជាសន្តិសុខបានអូសគាត់ចេញមុនពេលនាងអាចដកដង្ហើមបញ្ហាថ្មីមកដល់ល្បិចកស្ត្រីដែលស្រឡាញ់នាយកប្រតិបត្តិចូលមកនាងព្យាយាមចាប់ដៃនាយកប្រតិបត្តិភ្លាមនាយកប្រតិបត្តិដកខ្លួនចេញដោយត្រជាក់ហើយគាត់បានណែនាំក្មេងស្រីនោះយ៉ាងក្លាហានដូចជារបស់គាត់ប្រពន្ធស្ត្រីមានល្បិចកកំពុងស្កេនមុខក្មេងស្រីនាងចាប់អារម្មណ៍ក្មេងស្រីនោះមើលទៅមិនដូចឪពុកម្ដាយរបស់នាងទេពីមុនក្មេងស្រីភ័យស្លន់ស្លោស្ត្រីមានល្បិចកបដូរសំឡេងរបស់នាងចាប់ប្រកាន់ក្មេងស្រីនោះនៃការវះកាត់កែសម្ផស្សក្មេងស្រីនោះនៅតែស្ថិតស្ថេរនាងនិយាយថានាងគ្រាន់តែយកបន្ទាប់ពីជីដូនជីតារបស់នាងមុនស្ត្រីដែលមានល្បិចកអាចបន្តបានគឺនាយកប្រតិបត្តិកាត់នាងចេញគាត់យករបស់ក្មេងស្រីនោះហើយនាំនាងទៅជួបយាយល្បិចកស្ត្រីម្នាក់ស្ទើរតែផ្ទុះកំហឹងដោយការច្រណែននាងប្រញាប់ប្រញ័លតាមពួកគេជាមួយនឹងអំណោយដ៏ធំមួយប្រអប់នាងព្យាយាមបង្ហាញវាទៅយាយប៉ុន្តែយាយរំខានជាមួយមុខត្រជាក់នាងបញ្ជាឲ្យនរណាម្នាក់យកវាឆ្ងាយស្ត្រីមានល្បិចកបានបដូរគោលដៅម្ដងទៀតនាងចំអកក្មេងស្រីនោះដោយសួរថាតើនាងអាចផ្ដល់ជូនអំណោយអ្វីខ្លះក្មេងស្រីនោះយកអំណោយដំបូងរបស់នាងមកជូនយាយហើយវាគ្រាន់តែផ្លែប៉ោមស្ត្រីមានល្បិចកផ្ទុះឡើងសើចចំអកឲ្យក្មេងស្រីនោះដោយសួរថាតើគ្រួសាររបស់នាងបានខ្សែធនឬអត់ប៉ុន្តែជីដូនលើកផ្លែប៉ោមដូចជាកំណប់ទ្របក្មេងស្រីនោះពន្យល់យ៉ាងរហ័សថាវាជាផ្លែប៉ោមដ៏កម្រមួយមកពីភាគខាងលិចជីដូនស្ទើរតែស្រក់ទឹកភ្នែកព្រោះវាជាភាពចម្រុះរបស់នាងដាំដុះនៅពេលនាងនៅក្មេងនាងចាប់ផ្ដើមរំលឹកឡើងវិញនៅដំណាប់ផ្សងព្រេងដ៏ផ្អែមល្ហែមនៃការកសាងអាណាចក្រគ្រួសារស្ត្រីមានល្បិចកភ្លាមឈប់សើចដើម្បីផ្ដល់រង្វាន់ដល់ក្មេងស្រីយាយនាំយកខ្សែដៃមេគ្រួសារចេញមកហើយនាងឲ្យវាដោយផ្ទាល់ទៅក្មេងស្រី
ស្ត្រីមានល្បិចកភ័យស្លន់ស្លោនៅនឹងកន្លែងនាយកប្រតិបត្តិដែលឈរនៅម្ខាងកំពុងនិយាយដោយសម្ងាត់រីករាយដែលភរិយាកិច្ចសន្យារបស់គាត់ពិតជាបានធ្វើដូច្នេះមែនកិច្ចការផ្ទះនេះជារឿងល្អមុនពេលដែលក្មេងស្រីអាចសុំការអនុញ្ញាតផងយាយរអិលទៅហើយខ្សែដៃនៅលើកដៃរបស់នាងមិនយូរប៉ុន្មានល្បិចកស្ត្រីម្នាក់បានមកម្ដងទៀតនាងអញ្ជើញក្មេងស្រីឲ្យដើរលេងក្នុងសួនច្បារខណៈពេលអួតថានាងដឹងគ្រប់យ៉ាងជ្រុងមួយនៃកន្លែងនេះក្មេងស្រីនោះភ្លាមមើលឃើញតាមរយៈនាងស្ត្រីនោះកំពុងប្រកាសដែនដីពេលឃើញនាងធ្វើសកម្មភាពក្មេងស្រីនោះសម្រេចចិត្តបង្រៀនមេរៀនដល់នាងយាយក៏គាត់សម្គាល់ឃើញពីអំពើអាក្រក់របស់ស្ត្រីមានល្បិចកចិត្តណាប៉ុន្តែនាយកប្រតិបត្តិធានាដល់ជីដូនក្មេងស្រីនោះមិនមែនជាអ្នកដែលទទួលបានត្រូវគេធ្វើបាបមិនយូរប៉ុន្មានស្ត្រីដែលមានល្បិចកក៏ដួលទៅរបាំងមុខរបស់នាងទាមទារឲ្យក្មេងស្រីនោះចាក់ចេញពីនាយកប្រតិបត្តិយប់នេះចំអកក្មេងស្រីនោះសម្រាប់គ្រាន់តែជាធោដ៏ស្រស់ស្អាតមួយប៉ុន្តែក្មេងស្រីនោះបាញ់តបវិញភ្លាមនាងនិយាយថាមនុស្សមួយចំនួនមិនមានប្រយោជន៍ដូចធូបកាទេព្រោះយ៉ាងហោចណាស់អាចដាក់តាំងបង្ហាញធូបកាបានស្ត្រីមានល្បិចកបានបែកភ្លាមបន្ទាប់មកនាងទាញអាវុធចុងក្រោយរបស់នាងចេញគឺរូបថតដ៏គួរឲ្យស្រឡាញ់របស់នាងនឹងអៀវប៉ុន្តែក្មេងស្រីនោះសម្គាល់ឃើញថាវាคล้ายភ្លាមនោះនាងចាប់វាហើយទះវាទៅលើល្បិចកនោះមុខស្ត្រីមានល្បិចកផ្ទុះកំហឹងយ៉ាងខ្លាំងក្មេងស្រីនោះលើកនាងឡើងតែហើយបង្ហាញចិញ្ចៀនអាពាហ៍ពិពាហ៍របស់នាងដោយកំហឹងខ្លាំងស្ត្រីដែលមានល្បិចកព្យាយាមវាយប្រហារនាងប៉ុន្តែក្មេងស្រីនោះទាត់នាងយ៉ាងខ្លាំងស្ត្រីមានល្បិចកហៀបនឹងវាយបកវិញនាយកប្រតិបត្តិហើយឈ្មោះនាងក្មេងស្រីនោះរូបថតគាត់ហើយសុំមួយការពន្យល់នាយកប្រតិបត្តិសម្លឹងមើលវាហើយគាត់និយាយថា Photoshop គឺคล้ายយ៉ាងអាម៉ាស់បន្ទាប់មកគាត់បន្ថែមថាប្រសិនបើអ្នកណាក៏ស្គាល់រូបពិតរបស់គាត់ដែលវាពិតជាក្មេងស្រីនោះគាត់ដោះអាវធំរបស់គាត់ចេញហើយរុំវាលើស្មារបស់នាងបន្ទាប់មកគាត់អញ្ជើញនាងត្រឡប់ទៅបន្ទប់វិញព្រោះគាត់ចង់បញ្ជាក់ពីភាពគ្មានទោសពៃរបស់គាត់ស្ត្រីមានល្បិចកព្យាយាមដើរតាមថាជំនួយការបានរារាំងនាងគាត់បានប្រាប់នាងថាយាយនៅតែរងចាំលៀងជើងរបស់យាយស្ត្រីមានល្បិចកបែកបាក់ទាំងស្រុង